ជំរាបសួរបងប្អូនពុំអីនិយាយថាទាំងអស់គ្នានីតិធ្វើម្ហូបទៀតហើយបងប្អូននីតិធ្វើម្ហូបនីតិធ្វើម្ហូបពេលព្រឹកហើយបងប្អូនរាល់ថ្ងៃមានធ្វើម្ហូបពេលនេះទេបងប្អូននិយាយទៅព្រឹកឡើងលវដៃលវជើងញាប់ដៃញាប់ជើងអីចឹងទៅបងប្អូននឹងខ្ញុំធ្វើម្ហូបទាំងអស់គ្នាបងប្អូនដាក់ខ្ទឹមឆាអញ្ចឹងទៅបងប្អូនឆាសាច់ឆាអញ្ចឹងទៅរៀនតាមគ្រូប្រុសមិនចេះខុសទេបងប្អូនអើយដឹងតែឆ្ងាញ់ឲ្យប្តីសរសើរកប់ខប់មាត់ឲ្យបងប្អូនខ្ញុំនិយាយមែនតាឲ្យតែចេះធ្វើម្ហូបដូចខ្ញុំអញ្ចឹងភ្លេចដាក់ស្ករភ្លេចដាក់ប៊ីចេងអីប្តីស្លាញ់ស្លាប់តែអត់ឆ្ងាញ់មើលស្លឹងមុខមើលថាឆ្ងាញ់អត់មិនតែថាអត់ឆ្ងាញ់ម្ដងណាទេតែឲ្យសួរចេញពីចិត្តថាឆ្ងាញ់អត់គាត់ថាឆ្ងាញ់បើអត់ឆ្ងាញ់មិនញ៉ាំក៏និយាយត្រូវបើគាត់តាតែម្ហូបប្រពន្ធធ្វើយកបេះដូងយកចិត្តទុកដាក់គិតថាធ្វើម្ហូបអីឲ្យប្តីឆ្ងាញ់ដែរនិយាយទៅបានប្រពន្ធខ្មែរអឺរ៉ុបខ្ញុំនិយាយមែនតើបារាំងទាំងអស់មិនថានៅអាមេរិកកាណាដានៅអូស្ត្រាលីនៅណាទេបានប្រពន្ធអឺរ៉ុបគឺសំណាងហើយប្រពន្ធខ្មែរខ្វាយខ្វល់ធ្វើម្ហូបនេះអីចឹងធ្វើម្ហូបសុខភាពឲ្យញ៉ាំអីចឹងទៅលាក់នឹងលាក់ចឹងទៅហើយបានប្រពន្ធដូចខ្ញុំនេះអូយមិនចេះធ្វើម្ហូបក៏រៀនធ្វើម្ហូបដែរនិយាយមែនដោយសារខ្ញុំនៅនេះគ្មានអ្នកណាធ្វើម្ហូបឲ្យញ៉ាំទេតើធ្វើខ្លួនឯងនៅអូស្ត្រាលីមិនចេះធ្វើក៏ត្រូវតែចេះធ្វើដែរហើយក៏មានបងប្អូនប្រហែល5-6 នាក់គាត់ឆាប់សរសើរខ្ញុំថាឥឡូវបើឯងនៅអូស្ត្រាលីបកកាយធ្វើម្ហូបខ្លាំងហើយខ្ញុំក៏សូមអរគុណបងដែរបានសរសើរខ្ញុំថាខ្ញុំចេះធ្វើម្ហូបហ្នឹងហើយកាលពីមុនខ្ញុំនៅខ្មែរខ្ញុំមិនដែរធ្វើម្ហូបទេមានប្អូនមានបងទៅញ៉ាំនៅហាងអីចឹងទៅលាក់នឹងលាក់ចឹងទៅតែថាតែខ្ញុំធ្វើការចឹងទៅខ្ញុំក៏រវល់មិនបានធ្វើម្ហូបអីចឹងដែរណាបងប្អូន